វាធ្វើទឹកផ្កាម្ជូរព្រឹកតែអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើទឹកផ្កាម្ជូរព្រឹកហូបទៀតតែព្រោះកូនប្រុសខ្ញុំក៏សួររហូតច្រើនពេកហើយណាមួយខ្ញុំអស់ផ្កាម្ជូរព្រឹកក៏ដល់ពេលចឹងខ្ញុំសុំបងថ្លៃខ្ញុំបានប៉ុណ្ណេះលើមួយបងថ្លៃខ្ញុំឲ្យដែរតែគាត់ឲ្យយើងច្រើនថ្ងៃនេះគាត់ឲ្យយើងល្មមដែរសារតែគាត់អស់ណាព្រោះកូនប្រុសខ្ញុំសួររហូតច្រើនពេកចឹងខ្ញុំមានតែសុំគាត់ឥឡូវចង់ដឹងថាទឹកផ្កាម្ជូរព្រឹកមុនដំបូងគឺធ្វើមិនចាំមើលវីដេអូនេះដល់ចប់ហើយយើងមកធ្វើការដាក់ដាំទឹកសិនដើម្បីទឹកពុះសិនបានយើងដាក់ផ្កាម្ជូរព្រឹកចូលអញ្ចឹងណាឥឡូវខ្ញុំដាក់ដាំទឹកសិនចាំទឹកពុះបានយើងដាក់ផ្កាម្ជូរព្រឹកចូលបងប្អូននេះពេលដែលទឹកពុះយើងបងផ្កាម្ជូរព្រឹកចូលទៅពុកម៉ែបងប្អូនចាដើម្បីឲ្យវាមកងាស់ឲ្យវាចេញជាតិផ្កាម្ជូរព្រឹកហ្នឹងឲ្យអស់អញ្ចឹងណាវីដេអូមុនខ្ញុំចេញវីដេអូញ៉ាំផ្កាទឹកផ្កាម្ជូរព្រឹកហើយនឹងធ្វើដែរប៉ុន្តែខ្ញុំមកបានចេញវីដេអូរបៀបធ្វើមិនឥឡូវនេះខ្ញុំចេញវីដេអូធ្វើព្រោះមានបងអូនស្រីម្នាក់គាត់សុំឲ្យខ្ញុំចេញវីដេអូការធ្វើផ្កាម្ជូរព្រឹកឥឡូវនេះខ្ញុំចាប់ផ្ដើមចេញវីដេអូធ្វើហ្នឹងឲ្យពុកម៉ែបងប្អូនបងប្អូនមានឃើញផ្លែគេពេលផ្កាម្ជូរព្រឹកពេលដែលមុនយើងដាក់ចុះក្នុងទឹកវាក្រហមកម្ៅដល់ពេលយើងដាក់មកងាស់ជាមួយនឹងទឹកក្តៅឲ្យយូរទៅឃើញវាស្លេកហ្នឹងហើយពុកម៉ែបងប្អូនដោយសារតែយើងបើកទឹកមកងាស់ឲ្យយូរទៅដើម្បីឲ្យយើងយកជាតិពីផ្កាម្ជូរព្រឹកហ្នឹងណាបងអូនធ្វើទឹកផ្កាម្ជូរព្រឹកកុំភ្លេចដាក់អំបិលបន្តិចដើម្បីយកជាតិវាបន្តិចអំបិលណាសម្រាប់ស្ករសវិញពុកម៉ែបងប្អូនចង់ដាក់ដូចនាងខ្ញុំមកហើយមកងាស់ហើយក៏បានដែរហើយស្ករសពុកម៉ែបងប្អូនដាក់តាមចំណង់ចំណូលចិត្តចង់ផ្អែមឬផ្អែមឡំតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនដាក់ទៅចាបើពុកម៉ែអានេះរបៀបខ្ញុំធ្វើគឺខ្ញុំដាក់ស្ករសមកងាស់ចូលឲ្យហើយដើម្បីចិញ្ចឹមដាក់ចូលក្នុងដបទុកហូបចឹងណាបើពុកម៉ែបងប្អូនចង់ធ្វើអញ្ចឹងទេពុកម៉ែបងប្អូនមកងាស់ហើយពុកម៉ែបងប្អូនត្រង់យកផ្កាម្ជូរព្រឹកនឹងចេញហើយដាក់ក្នុងទូទឹកកកដល់ពេលដល់ម៉ោងញ៉ាំយើងអាចកូរមួយស្ករសដាក់ទឹកកកហូបក៏បានដែរតែចំណែកនាងខ្ញុំគឺខ្ញុំដាក់ស្ករសចូលឲ្យហើយអស់ហើយត្រជាក់នាងខ្ញុំដាក់ដបដើម្បីយកខ្លះសេក្នុងទូទឹកកកត្រជាក់អញ្ចឹងណាពុកម៉ែបងប្អូនទៅទឹកផ្កាម្ជូរព្រឹកនេះខ្ញុំបានរួចរាល់ហើយក៏នាងខ្ញុំបានច្រកដាក់ដបរួចរាល់ដើម្បីដាក់ក្នុងទូទឹកកកដើម្បីជែកទុកហូបចាអរគុណច្រើនពុកម៉ែបងប្អូនដែលតាមដានវីដេអូនេះដល់ចប់